អូខេសួស្តីអ្នកនាងខ្ញុំបាទក្រៃថ្ងៃនេះខ្ញុំមកបន្តសាច់រឿងអត្តន័យដាក់គ្មានមេតាជាអេពីសូតបន្តដែលខ្ញុំមិនបានចេញរឿងប្រហែលថ្ងៃនេះដោយសារតែទូរស័ព្ទរបស់ខ្ញុំវាធ្វើទុកខ្លាំងមែនទែនហើយមេឃភ្លៀងទៀតណាមួយខ្ញុំរវល់មើលមេរៀនផងដែរតោះឥឡូវកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានសាច់រឿងរបស់យើងបន្តទាំងអស់គ្នាដោយបន្តពីភាពមុនមកយើងក៏បានឃើញថាបងខ្លាក៏បានយកកាន់រួចឲ្យប្រុសរបស់យើងថាតើឯងចង់រត់ទៀតហើយមែនទេទោះប្រុសរបស់យើងក៏បានរកទៅកាន់គាត់វិញថាខ្ញុំសុំទោសខ្ញុំមិនមានចេតនានោះទេខ្ញុំមិនអាចប្រើប្រាស់ជំនាញផ្លាស់ទីបានទេបងខ្លាក៏បានយ៉ាងថាបើឯងប្រើវាបានឯងនឹងព្យាយាមរត់គេចពីយើងហើយឯងមានអារម្មណ៍ថាឯងមានស្នូធម្មពលខាងក្នុងដែរឬទេទោះឲ្យប្រុសរបស់យើងគាត់ក៏បានឆ្លើយទៅកាន់គាត់វិញថាខ្ញុំមិនមានអារម្មណ៍ថាខ្ញុំមានធម្មពលខាងក្នុងនោះទេបងខ្លាក៏បានយ៉ាងថាមើលទៅយើងមានទំនុកចិត្តលើឯងទៅហើយសូដាមនេះក៏បាននិយាយថាហើយបើឯងមិនប្រាប់គាត់តាមត្រង់ទោះប្រុសរបស់យើងគេបាននឹកឃើញថាបើណាមឈឿនប្រាប់ខ្ញុំថាបើយើងមិនបញ្ចេញធម្មពលគេមិនដឹងនោះទេបងខ្លាក៏បាននិយាយថាល្អណាស់បើឯងមិនទាន់មានធម្មពលពីកំណើតដូច្នេះយើងត្រូវតែបង្កើនការវឹកហាត់ដល់ឯងបាយប្រគួតចាញ់យើងនឹងគល់ឯងទៅកាន់ប្រូសបាសហើយក៏ក្បាយយ៉ាងថាប្រូសបាសតែងតែមកសុំឯងពីយើងផងដែរប៉ុន្តែយើងមិនខ្វាយខ្វល់នោះទេទោះប្រុសរបស់យើងក៏បាននឹកឃើញថាបែបហ្នឹងគឺពិតជាខុសខ្លាំងមែនទេបន្តមកបងខ្លាគាត់ក៏បានងើបក្រោកឡើងផងដែរគាត់បានដើរសម្ដៅមកកាន់ទោះប្រុសរបស់យើងឯងត្រូវតែចូលរួមនឹងការប្រកួតជាដាច់ខាតបើឯងមិនចូលរួមឯងប្រកាសជាស្លាប់ទោះប្រុសរបស់យើងក៏បានយល់ថាបើលោកពេញចិត្តនឹងហ្គេមមួយនេះខ្ញុំនឹងស្ម័គ្រចិត្តចូលលេងផងដែរទាំងតែខ្ញុំលេងមិនបានអ្វីពេលនោះបងខ្លាក៏បានប្រគល់សភៅឲ្យទួយប្រុសរបស់យើងពីចំនួន2ក្បាលផងដែរក៏ឲ្យរៀនហើយមើលទៅជំនាញទាំងអស់នេះពេលពិតជាអែមពេលនោះក៏បានដឹងថាឯងត្រូវតែហ្វឹកហាត់វានៅទីនេះពេលនោះសូដាមនេះក៏បានឆ្ងល់ថាតើនេះគឺជាសភៅអ្វីផងដែរហើយពេលដែលពួកគេបានងាកមើលទៅគឺនោះជាសភៅដាវតារារស្មីដែលជាសភៅរបស់ក្រុមឆ្អឹងដែលពួកគេទៅជួបធ្វើឲ្យទួយប្រុសរបស់យើងមានការភ្ញាក់ផ្អើលតែគាត់មានសភៅនេះដោយរងរបៀបណាសូដាមនេះក៏ធ្វើការងឿងឆ្ងល់ផងដែរប៉ុន្តែបងខ្លាក៏បានមកចាប់ក្បាលទួយប្រុសរបស់យើងហើយឲ្យគេអរគុណផងដែរទួយប្រុសរបស់យើងក៏បានអរគុណទៅផងដែរទួយប្រុសរបស់យើងគាត់បានត្រូវនៅណាំឈឿនហើយណាំឈឿនបាននិយាយឡើងថាបងខ្លាគឺជាអ្នកដែលចូលមកលួចសភៅទាំងអស់នេះពីខ្ញុំគាត់លួចទៅដើម្បីយកទៅវឹកហាត់នឹងរៀនដើម្បីស្វែងយល់ពីស្នេហ៍ព្រោះតែគាត់មិនអាចយកឈ្នះបាននោះទេណាំឈឿនក៏បាននិយាយថាមើលទៅបងប្អូនព្រូនូកូកំពុងតែសិក្សាផងដែរពេលនោះសូដាមនេះមានការខឹងជាខ្លាំងហើយភ្លាមនោះពួកគេទាំងពីរនាក់ទាំងទួយប្រុសនិងសូដាក៏មានការភ្ញាក់ផ្អើលដោយសារតែណាំឈឿននេះបាននិយាយថាបងខ្លាជាមួយនឹងលោកម្ចាស់របស់គេគឺប្រកួតជាច្រើនលើកច្រើនសើប៉ុន្តែបងខ្លាមិនអាចយកឈ្នះបាននោះទេពេលនោះទោះប្រុសរបស់យើងក៏ក្បាច់យកសភៅនោះទៅទុកហើយក៏បានដឹងថាខ្ញុំមិនមានក្បាច់ដាវអ្វីនោះទេខ្ញុំប្រើតែកំបិតតែធ្វើដូចមិនទៅពេលនោះណាំឈឿនក្បាច់ដឹងថាកុំបារម្ភអីព្រោះថានេះមិនមែនជាក្បាច់គោលរបស់គាត់នោះទេព្រោះថានេះគឺជាក្បាច់ចាស់ប៉ុន្តែគាត់បានយកមកការមកទម្រង់ថ្មីហើយពេលនេះយើងក៏បានឃើញថាទោះប្រុសរបស់យើងកំពុងតែវឹកហាត់ផងដែរដោយគាត់វឹកហាត់បណ្ដាគាត់នឹកឃើញការពីបងខ្លាជាមួយនឹងលោកម្ចាស់របស់ណាំឈឿនប្រយុទ្ធគ្នាដែលគាត់ព្យាយាមវឹកហាត់ខ្លាំងមែនទែនទៅតាមសៀវភៅកម្ពីមួយនេះផងដែរតែខ្ញុំមិនដឹងថានឹងកម្ពីឬសៀវភៅទេពេលនោះណាំឈឿនក៏បានមកតសើជាមួយនឹងទួយប្រុសរបស់យើងរួចជាមួយនឹងសូដាមផងដែរតែពួកគេមើលទៅពិតជាស្លាកខ្លាំងមែនទែនពួកគេក៏បាននិយាយគ្នាបន្តិចបន្តួចផងដែរប៉ុន្តែទួយប្រុសរបស់យើងក៏មិនខ្វល់នោះទេគាត់បានដាក់ចូលក្នុងស្រោមហើយគាត់បាននិយាយឡើងថាឥឡូវយើងដល់ពេលដែលយើងទៅសម្រាប់ហើយពេលនោះគាត់ក៏បានដើរទៅសម្រាប់ផងដែររួមជាមួយនឹងណាំឈឿននិងសូដាមហើយពួកគេក៏បានដើរមកហើយយើងក៏បានឃើញថានៅរោងភ្នំក៏មានអាណាឈរចាំពីនេះបាត់ហើយដែលនោះគឺជាបងសោះបាសជាមួយនឹងប្រុសម្នាក់ទៀតដែលគេមិនជាតួអីសំខាន់ទេគឺជាតួរៃតែប៉ុណ្ណោះហើយគេក៏បានយ៉ាងថាពេលដែលឯងមកយើងនឹងសម្រាប់ឯងតែម្ដងហើយយើងក៏បានឃើញថាពេលនេះតួប្រុសរបស់យើងជាមួយនឹងប្រុសទាំងពីរក៏បានជួបគ្នាហើយដោយពួកគេក៏បានរាក់ទាក់គ្នាផងដែរហើយយើងក៏បានឃើញថាព្រមនោះប្រុសសោះបាសក៏បានយកដៃមកដាក់លើតួប្រុសរបស់យើងហើយមើលទៅដៃនោះគឺមានចំហាយអ្វីមួយយ៉ាងដែលក៏បានយ៉ាងថានេះគឺជាស្វាគមន៍ការរបស់ឯងយើងទៅទៀតឯងត្រូវប្រកួតគ្នាជាមួយនឹងបរិមម្នាក់នេះប៉ុន្តែតួប្រុសរបស់យើងក៏បាននឹកឃើញថាហេតុអ្វីបានជាដៃរបស់គាត់ប៉ះមនុស្សផ្សេងគ្នាគាត់ក៏មានការប្រុងប្រយ័ត្នជាមួយនឹងប្រុសសបាផងដែរហើយគាត់ក៏បានគោរពទៅកាន់ពួកគេទាំងពីរវិញផងដែរប្រុសសបាបាននិយាយថាមើលទៅឯងពិតជាខ្លាំងហើយដែលឯងនៅបាននៅទីនេះប៉ុន្តែគេក៏បានភ្ញាក់ផ្អើលវិញដោយសារតែតួប្រុសរបស់យើងក៏បាននិយាយទៅកាន់ពួកគេចុកខ្លាំងមែនតើក៏បាននិយាយថាហេតុអ្វីបានជិលពោលោមកចង់វាយជាមួយនឹងខ្ញុំដែលជាមនុស្សធម្មតាហើយពេលនោះបរិមម្នាក់នោះក៏បានដល់ចូលមកនិងក៏បាននិយាយថាឯងត្រូវស្លាប់នៅទីនេះមើលទៅមកទួយប្រុសរបស់យើងគេពិតជាមើលជាមួយនឹងអាប៉ែតនឹងខ្លាំងមែនទែនហើយពួកគេក៏បានចាប់ផ្ដើមប្រយុទ្ធគ្នាដោយអាប៉ែតនឹងក៏បានហ្វាត់ទៅកាន់ទួយប្រុសរបស់យើងប៉ុន្តែត្រូវទួយប្រុសរបស់យើងគេផតធ្វើឲ្យគេឆ្ងល់ជាមួយនឹងប្រុសសាក់បោះក៏បានឆ្ងល់ផងដែរហើយយើងក៏បានឃើញថាបរិមម្នាក់នឹងគេនៅតែព្យាយាមវាយមកកាន់ទួយប្រុសរបស់យើងហើយយើងក៏បានឃើញថាចំហាយគឺពិតជាខ្លាំងមែនទែនពេលនោះគេក៏មានចំហាយវៃមួយយ៉ាងមកពីក្រោយគេនោះគឺជាបងខ្លាហើយបងខ្លាគាត់ក៏បាននិយាយថាតើណាឲ្យឯងមកទៅនេះតែគ្មានការអនុញ្ញាតពីយើងហើយពេលនោះទួយប្រុសរបស់យើងក៏បានរៀបរាប់ទៅផងដែរបងខ្លាក៏បានចាក់ក្បាលគេមករួចក៏បានយ៉ាងថាឯងពិតជាហ៊ានខ្លាំងមែនតើមកតំបន់យើងរួចគាត់ក៏បានចាក់ក្បាលរបស់គេអស់ចេញទៅផងដែរពេលនោះសូដាមនេះក៏បាននិយាយថាបរិមម្នាក់នេះពិតជាកាចសាហាវពេលនោះយើងក៏បានឃើញថា
RQ និង Acom ក៏បានដើរមកដល់ទីនេះផងដែរយើងមើលទៅពួកគេពិតជាមុខចាស់ខ្លាំងមែនទែនយើងក៏បានឃើញថា Acom ពេលនេះគេបានទៅបែកក្បាលបាត់ហើយតែមិនដឹងជារឿងអ្វីទេហើយគេក៏បានសួរទៅកាន់តួប្រុសរបស់យើងថាមានរឿងអ្វីកើតឡើងហើយពេលនោះ RQ ក៏អានឲ្យតួប្រុសរបស់យើងមើលកាន់តែនេះគឺបងខ្លាកំពុងតែវាយធ្វើបាបបាប៉ែសក់បាននេះឯងតែមកដៃនេះធ្វើគេបាក់ធ្គៀមតែម្ដងមើលទៅបងខ្លារបស់យើងពិតជាខុសខើខ្លាំងមែនទែនគេបាននិយាយថាពិតជាខ្សោយឬគាត់ក៏បានតម្លាក់បងសក់បានចេញទៅផងដែរហើយគាត់ក៏បានងាកមកឃើញថា RQ និង Acom ក៏នៅទីនេះដែរគាត់ក៏បានប្រើឲ្យ RQ និង Acom យកពួកគេទាំងពីរនេះដើម្បីចាក់ចេញពីទីនេះហើយក៏បាននិយាយថាឯងទៅចាក់ស្បពួកគេចាក់ចេញពីទីនេះផងដែរពេលនោះ RQ ក៏មិនចំទាស់នៅដែរតួប្រុសរបស់យើងក៏បានឃើញថាបងខ្លាគាត់មានការញញឹមប្រហែលជាគាត់មានការលេងល្បិចអ្វីជាមួយនឹងគាត់ហើយគាត់ក៏បានសុំលាបងខ្លាដើម្បីទៅជាមួយនឹង RQ ផងដែរពេលដែលពួកគាត់ចាក់ចេញទៅយើងមើលទៅបងខ្លាគាត់ឈើអាប់ដៃយ៉ាងសង្ហា RQ ក៏បានសួរទៅកាន់តួប្រុសរបស់យើងថាតើឯងវឹកហាត់ដល់ទីណាហើយពេលនោះតួប្រុសរបស់យើងគេបំរុងនឹងរៀបឆ្លាស់ហើយប៉ុន្តែយើងក៏បានឃើញថា RQ គេមាន skill បំលាស់ទីផងដែរធ្វើឲ្យតួប្រុសរបស់យើងគេមានការព្យាបាលផងដែរពេលនោះសូដាមនេះក៏បានឃើញថាណាំជើងគេមិនធ្វើអ្វីនោះទេគិតតែពីអាប់ដៃតួប្រុសរបស់យើងគេបាននិយាយថាខ្ញុំបានប៉ះលោហើយខ្ញុំបានប៉ះលោហើយប៉ុន្តែពេលនោះក៏បានឃើញថាសូដាមបានដាក់គេមួយជើងហើយតួប្រុសរបស់យើងក៏មិនចាំយូរនោះទេក៏បានប្រើ skill បំផ្លាស់ទីរបស់គាត់ទៅផងដែរហើយពួកគេក៏បានមកដល់ក្រឹមផងដែរRQ ក៏បានយល់ថាហត់ណាស់ដើម្បីយកគាត់មកដល់ទីនេះយើងត្រូវតែធ្វើការឆែកឆេររបស់មានសំខាន់គាត់បន្តិចផងដែរតែតួប្រុសរបស់យើងក៏បានមកដល់ហើយបានយល់ថាហេតុអ្វីឯងមិនឆាប់ប្រហោយគេទៅផងដែរ RQ មើលទៅកាន់តួប្រុសរបស់យើងគេពិតជាមើលខ្លាំងមែនទែនហើយតួប្រុសរបស់យើងក៏បានយល់ថាយើងត្រូវតែប្រហោយគេយើងត្រូវសម្លាប់គេមិនឲ្យទុកគេមានជីវិតនោះទេ RQ បានយល់ថាគេមិនមានអ្វីនោះទេប៉ុន្តែភ្លាមនោះយើងបានឃើញថាបងសក់បាសក៏បានដឹងខ្លួនមកវិញហើយរួចក៏បានទាត់ RQ មួយជើងផងដែរដោយឃើញបែបនេះមួយជើងមិនធម្មតានោះទេគឺផ្លោងតែម្ដងតួប្រុសរបស់យើងក៏មានការភ្ញាក់ផ្អើលដោយសារតែឃើញថាបងសក់បាសងើបមកមិនមានបញ្ហាអ្វីនោះទេដោយក៏បានយល់ថាតែចាំសម្រាប់យើងណាស់មែនទេមិនវាយហើយពួកគេទីបំផុតក៏បានប៉ះគ្នាផងដែរហើយតួប្រុសរបស់យើងក៏បានកោះហៅណាំជើងដើម្បីចេញមកធ្វើការជាជំនួយរបស់គាត់ផងដែរពួកគេក៏បានប៉ះគ្នារវាងនឹងបងសក់បាសជាមួយនឹងតួប្រុសរបស់យើងហើយយើងក៏បានឃើញថាតួប្រុសរបស់យើងគេមានសមត្ថភាពខ្លាំងមែនទែនដែលគេអាចប្លុកបានគ្រប់ skill របស់បងសក់បាសធ្វើឲ្យបងសក់បាសគឺមានការភ្ញាក់ផ្អើលហើយតួប្រុសរបស់យើងក៏មានឱកាសធ្វើការវិឆ្មក់ទៅកាន់បងសក់បាសវិញមកដែរគឺមួយដាវនេះគឺពិតជាមិនស្រាលនោះទេធ្វើឲ្យបងសក់បាសគេក្អួតឈាមតែម្ដងហើយយើងក៏បានឃើញថាមួយដាវនេះបងសក់បាសក៏បានប៉ាំងមកខាងក្រោយផងដែរគាត់មានការភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពតួប្រុសរបស់យើងក៏បានថាយើងមិនគួរទុកឲ្យយូរជាងនេះនោះទេភ្លាមនោះតួប្រុសរបស់យើងក៏បានស្ទុះមកដើម្បីកាត់កទៅកាន់បងសក់បាសផងដែរប៉ុន្តែត្រូវបងសក់បាសគាត់រំលាយចេញផងដែរហើយតួប្រុសរបស់យើងក៏មិនឈប់នោះទេគាត់នៅតែធ្វើការដេញប្រហារទៅកាន់ប្រុសសក់បាសហើយប្រុសសក់បាសមានការភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពកម្លាំងធាតុរបស់តួប្រុសរបស់យើងគេពិតជាការក្លាហានខ្លាំងមែនទែនដល់ដំណាក់កាលនេះបងសក់បាសគាត់មាននិយាយថាយើងត្រូវតែបដូរហើយយើងក៏បានឃើញថា RQ ក៏បានក្រោបមកផងដែរពេលដែលគេក្រោបឡើងមកគេក៏បានឃើញថាតួប្រុសរបស់យើងគេកំពុងតែកាប់គ្នាជាមួយនឹងបងសក់បាសផងដែរដោយមុខគេគឺដូរដៃគ្នាប៉ុន្តែយើងក៏បានឃើញថាតួប្រុសរបស់យើងក៏បានស៊ីមួយជើងរបស់ប្រុសសក់បាសបាត់ហើយមួយជើងនេះធ្វើឲ្យគេប៉ាងតែម្ដងណាមជឿននាងក៏បានសួរទៅកាន់តួប្រុសរបស់យើងថាតើឯងមិនអីទេមែនទេតួប្រុសរបស់យើងបានប្រាប់ទៅកាន់គេមិនថាខ្ញុំមិនអីនោះទេតែយើងទៅមើលកាន់ប្រុសសក់បាសគេនៅតែឈរយ៉ាងសង្ហាពេលនោះសូដាមនេះក៏បានចេញមកកាន់លើកទឹកចិត្តឲ្យតួប្រុសរបស់យើងផងដែរពេលនោះយើងក៏បានឃើញថាមានជើងអ្វីហោះមកនោះគឺជាជើងរបស់ RQ ដែលគេប្រុងរងធាក់គេបានយ៉ាងថាចាំយើងនឹងជួយឯងប៉ុន្តែពេលដែលគេលោតទៅត្រូវបានប្រុសសក់បាសចាប់ជាប់ដោយមិនចាំយូរប្រុសសក់បាសក៏បានដាក់ប្រុស RQ មកដៃផងដែរហើយ RQ ក៏បានសោតទៅកាន់គេមួយជើងផងដែរនេះគឺជាក្បាច់ពិសេសរបស់ RQ នេះឯងដោយគេមិនបង្ហាញនោះទេធ្វើឲ្យតួប្រុសរបស់យើងនឹងណាំជើងមានការភ្ញាក់ផ្អើលផងដែរគេបានយ៉ាងថាឯងចាញ់ល្បិចជាងហើយនេះគ្រាន់តែជាក្បាច់របស់យើងនោះទេហើយពេលនោះពួកគេក៏បានហក់ទៅប្រយុទ្ធគ្នាប៉ុន្តែក៏បានឃើញថាប្រុសសក់បាសលេងខូចខ្លាំងមែនទេគេបានព្រុសឈាមធ្វើឲ្យប្រុស RQ មើលមិនឃើញគេបានរៀបនឹងប្រហើយធ្វើឲ្យតួប្រុសរបស់យើងគេធ្វើអ្វីមិនចេញនោះទេនៅដំណាក់កាលនេះយើងបានឃើញថា RQ គេពិតជាមានការឈឺចាប់ប៉ុន្តែយើងក៏បានឃើញថាភ្លាមនោះតួប្រុសរបស់យើងក៏បានទៅប៉ែងជើង RQ ឲ្យដួលហើយគាត់ក៏មានការដើម្បីលោតទៅវាប្រហារទៅកាន់សក់បាសផងដែរយើងក៏បានឃើញថាតួប្រុសរបស់យើងបានចាក់ប្រុសសក់បាសមួយដាវឡើងធ្លាយតាមឈើតែម្ដងហើយតួប្រុសបាននិយាយថាឯងតស៊ូមកជាមួយនឹងយើងយូរណាស់មកហើយមែនទេហើយប្រុសសក់បាសក៏បាននិយាយថាយើងមិនគួរមកចាញ់ជួយក្មេងដូចឯងតួប្រុសរបស់យើងក៏មិនចាញ់យូរនោះទេក៏បានហៅសូដាមកហើយក៏បានចាក់ទៅកាន់ប្រុសសក់បាសយ៉ាងសន្ធោសន្ធៅប៉ុន្តែប្រុសសក់បាសក៏បានយកដាវមករងធ្វើឲ្យតួប្រុសរបស់យើងគេមានការភ្ញាក់ផ្អើលហើយពេលនោះប្រុសសក់បាសក៏បានប្រើនៅថាមពលរបស់គេដែលគេបានដាក់លើស្មាតួប្រុសរបស់យើងធ្វើឲ្យតួប្រុសរបស់យើងគាត់មានការឈឺចាប់ផងដែរតែភ្លាមនោះតួប្រុសរបស់យើងគេមិនបានបោះបង់នោះទេហើយ RQ ក៏បានមកជាជំនួយផងដែរជាស្ថាពរពួកគេក៏បានចាក់សម្លាប់ទៅកាន់ប្រុសសក់បាសបានជាស្ថាពរតួប្រុសរបស់យើងក៏បានយកដាវទៅទុកផងដែរហើយយើងបានឃើញថា RQ គេមានការសប្បាយចិត្តជាខ្លាំងដែលគេបានយល់ថានេះគឺជាមនុស្សដំបូងដែលខ្ញុំបានសម្លាប់ខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនខ្ញុំមិនដែលនឹកស្មានថាការសម្លាប់មនុស្សវាពិតជាសប្បាយដល់ថ្នាក់នេះនោះទេ
ដោយគេបានមើលទៅកាន់សារសាប្រូសបាផងដែរគេក៏បានមកគិតក៏ទួយប្រាប់របស់យើងហើយអាខៀវក៏បានយើងបន្ថែមទៀតថាបើឯងលើកក្រោយមានរឿងអ្វីៗដែលពាក់ព័ន្ធនឹងសម្រាប់នៅឯងឆាប់មកហៅយើងផងដែរហើយនិយាយចប់គាត់ក៏បានស្ទុះចេញជាមួយនឹងរបឿនផ្លាស់ទីរបស់គាត់ពេលនោះទួយប្រាប់របស់យើងក៏បានហៅណាមឈឿនមកសួរផងដែរដោយយើងមិនដឹងថាគាត់សួរទៅកាន់ណាមឈឿនពីរឿងអ្វីនោះទេយើងក៏បានឃើញថាគាត់មានស្នាមញញឹមតែប៉ុណ្ណោះហើយខ្សែរឿងរបស់យើងក៏បានកាត់មកដល់ទីបញ្ចប់ផងដែរនៅអេពីសូតមួយនេះហើយខ្ញុំសូមអរគុណទៅកាន់បងប្អូនដែលបានជួយគាំទ្រខ្ញុំផងដែរតើឥឡូវយើងជួបគ្នានៅវីដេអូក្រោយបាយបាយ